វាប្រែថាការញ៉ាំខ្លាឃ្មុំគឺជាវិធីពិតប្រាកដក្នុងការញ៉ាំពេលខ្ញុំបានមើលវាវិញហើយគ្រប់គ្នាលុបខ្លួនរហូតស្រក់ទឹកភ្នែកក្លិនក្រអូបឈ្ងុយឆ្អឹងអានេះយើងនឹងយកភាគហ៊ុនពីផ្លូវមុខឆ្កែនិងខ្លាឃ្មុំមានរបស់ឆ្ងាញ់អ្វីខ្លះដំបូងបង្អស់គឺនំអង្ករចម្រុះពណ៌ពីគុណដំណើរផ្សងព្រេងសកលគុភាគទី66នេះពិតជាគុណសម្បត្តិបុរសដ៏ល្អបំផុតមួយកាលពីយើងនៅក្មេងភាពឆ្ងាញ់នេះមិនចំណាយពេលយូរដើម្បីចាក់ចេញពីរោងចក្រទេប៉ុន្តែជាមួយនឹងរូបរាងចម្រុះពណ៌របស់វាបានក្លាយជារឿងព្រេងនៅក្នុងពិភពអាហារឆ្ងាញ់នៅពេលដែលខ្លាឃ្មុំចេញពីរោងចក្រភ្លាមក្លិនក្រអូបសាយពីឆ្ងាយ10ម៉ាកាស៊ូរ៉ាពណ៌លឿងនំស្វាយពណ៌ទឹកក្រូចជំហាននេះមួយធ្វើដោយដៃស្អាតនិងមានអនាម័យអ្វីដែលសំខាន់បំផុតគឺ3សម្រាប់$1តើមានពាក្យអ្វីទៀតឲ្យស្ដាំ10យន់ជាមុនសិនផ្ទុះខ្លាំងមែនទេត្រីបង្គាក្តាមនិងខ្លាឃ្មុំពីព្រៃឈើភាគទី64ទំពេកឈៀងទទួលរងពីជំងឺរាបមានអារម្មណ៍ខ្ពើមដោយសារក្លិនអាហារសុងនឹងបានសម្រេចចិត្តរៀបចំម្ហូបដ៏ប្រណិតមួយសម្រាប់ទំពេកឈៀងជំរុញចំណង់អាហាររបស់គាត់គ្រាន់តែធ្វើវាក្នុងពេលតែមួយត្រីបង្គាក្តាមនិងខ្លាឃ្មុំដ៏រន្ធត់បានចេញពីឆ្នាំងត្រីបង្គាក្តាមនិងខ្លាឃ្មុំកាត់ក្រញាំខ្លាឃ្មុំខ្ញុំទើបតែប្រើទឹកស្រូបរបស់ខ្ញុំដើម្បីធ្វើម្ហូបនេះកំណែខុសបាត់វាចាប់ហើយបន្ទាប់គឺនំប៉ីពីរដៅក្តៅ PN14 រដូវដោយសារតែអាកាសធាតុនៅគោសុងក្តៅខ្លាំងខ្ញុំអាចជៀនពងនៅលើក្បាលរបស់ខ្ញុំដូច្នេះជញ្ជាំងពន្លឺស្រាប់តែនឹកឃើញអនុស្សាវរីយ៍កាលពីកុមារភាពរបស់ខ្ញុំនំបញ្ចុកដ៏អស្ចារ្យដែលមិនគួរឲ្យជឿរូបរាងដ៏អស្ចារ្យនិងរសជាតិសម្បូរបែបរសជាតិក៏លេចធ្លោផងដែរ这味道比跳了水挤过冷水澡吃了一顿西瓜吹12级台风还要清凉ជាពិសេសរសជាតិឥលិតតែម្ដង哇这种冰凉悸动的口感像看到了雨后的荷塘清新的气息席卷了整个味នំបញ្ចុកតូចមួយបំបត្តិកម្ដៅនិងភាពធន់ទ្រាំនៃរដូវក្តៅទាំងមូលនេះធ្វើឲ្យខ្ញុំនឹកឃើញដុំទឹកកកដែលខ្ញុំកក់កាលពីក្មេងតើមានទឹកដោះគោនិងទឹកដោះគោសក់ខ្លះទេនិងរឿងញ៉ៃញ៉ៃមួយចំនួនគិតអំពីវាឥឡូវនេះខ្ញុំមិនដឹងថាពេលណាត្រូវក្រោកទេខ្ញុំមិនត្រជាក់យូរទេខ្ញុំគិតថានេះអាចផ្ដល់ឲ្យវាដល់កម្រិតកំពូលតើហ៊ូមានក្លិនស្អុយពីគុណដំណើរផ្សងព្រេងសកលគុភាគទី45គុយហ៊ូឈឺខ្លាឃ្មុំធំគឺដើម្បីកប់ចិត្តនាងទៅទិញតើហ៊ូក្លិនដែលនាងចូលចិត្តប៉ុន្តែហាងត្រូវបានបិទដូច្នេះពួកគេក្រុងធ្វើវាដោយខ្លួនឯងពួកគេធ្វើតើហ៊ូចូលទៅក្នុងសណ្ដែកស្ងួតបន្ទាប់មកដាក់វានៅក្នុងទឹកប្រៃក្រាស់នឹងរងចាំរហូតដល់តើហ៊ូមានរសជាតិទាំងស្រុងចៀនរហូតដល់ពណ៌មាសថ្នោតស្រួយខាងក្រៅនិងទន់នៅខាងក្នុងតើហ៊ូមានក្លិនក្រអូបនិងឈ្ងុយឆ្ងាញ់ចេញពីឆ្នាំងអូនេះគឺជាក្លិនប៉ុន្តែតើហ៊ូមានក្លិនស្អុយនេះបើចាញ់តែទឹកដោះគោទឹកឃ្មុំនេះចប់ការវាក្បាលទំពេកចម្បាំងធំភាគសានការផ្លាស់ប្ដូររូបរាងអាហារពេលព្រឹកដ៏គួរឲ្យស្រឡាញ់ដែល